បាទជំរាបសួរខ្ញុំបាទឈ្មោះហេងភិរមដែលជាប្រធានបច្ចេកទេសរៀបចំប្រព័ន្ធស្រោចស្រពរបស់ក្រុមហ៊ុន GAN បាទទីតាំងដែលខ្ញុំកំពុងតែនៅនេះគឺនៅក្នុងខេត្តប្រស័យអនុនៅក្នុងចំការដូងប្រេងរបស់អតិថិជនរបស់យើងតាមព័ត៌មានពីម្ចាស់កិច្ចការគឺគាត់ធ្លាប់រៀបចំប្រព័ន្ធស្រោចស្រពដោយខ្លួនឯងគាត់ថាការរៀបចំរបស់គាត់ពីមុនហ្នឹងគាត់មិនបានរៀបចំដោយបច្ចេកទេសឬក៏បានប្រឹក្សាបច្ចេកទេសពីការរៀបចំប្រព័ន្ធស្រោចស្រពពីក្រុមជំនាញទេមានន័យថាគាត់រៀបជាលក្ខណៈបែបបុរាណធ្វើម៉េចឲ្យតែមានទឹកគឺបានហើយក៏ប៉ុន្តែបច្ចុប្បន្ននេះគឺគាត់ត្រូវការអភិវឌ្ឍទៅលើបច្ចេកទេសនៃការរៀបចំប្រព័ន្ធស្រោចស្រពព្រោះគាត់ត្រូវការឲ្យដូងដែលគាត់បដោះហ្នឹងគឺលូតលាស់ស្មើគ្នាធំស្មើគ្នាទើបគាត់ងាយស្រួលក្នុងការយកទៅដាក់ដាំទាំងអស់ជាមួយគ្នាតែម្ដងដំបូងឡើយបាទដែលខាងចការគាត់តាក់ទងមកយើងគឺគាត់បានស្គាល់ពួកយើងតាមរយៈ Facebook Page ទី2គាត់ស្គាល់យើងតាមរយៈដៃគូសហការមានន័យថាគាត់ដើរទៅតាមចការច្រើនហើយខាងចការក៏គាត់បានណែនាំពីក្រុមហ៊ុនយើងទៅឲ្យខាងគាត់ដឹងអញ្ចឹងក្រោយពីគាត់ស្គាល់ពួកយើងហើយគាត់បានតាក់ទងមកយើងដើម្បីប្រឹក្សាយោបល់យូរមែនទែនមុននឹងសម្រេចចិត្តនេះទៀតគាត់បានទៅមើលយើងតឡើងនៅខេត្តកំពង់ស្ពឺផងទៅមើលយើងតឡើងនៅខេត្តមណ្ឌលគិរីផងគាត់ទៅសួរទាំងម្ចាស់ចការដែលយើងរៀបនឹងទៀតពីគុណភាពពីលទ្ធផលដែលគ្នាយើងបានតឡើងហ្នឹងពេលដែលគាត់បានព័ត៌មាននឹងក្នុងដៃហើយគាត់ជឿទុកចិត្តយើង 100% ទើបគាត់សម្រេចចិត្តជ្រើសរើសយកក្រុមហ៊ុន GAN របស់យើងមករៀបចំប្រព័ន្ធស្រោចស្រពឲ្យគាត់តែម្ដងសម្រាប់ថ្នាលដែលខ្ញុំកំពុងតែឈរនៅក្នុងនេះហ្នឹងគឺថ្នាលនេះទំហំ30ម៉ែត្រគុណនឹង60ម៉ែត្រហើយសម្រាប់កូនដូងដែលគាត់ត្រៀមបដោះនេះគឺប្រហែលជា 90000 ដើម 90000 ដើមនេះគឺយកទៅដាក់ដាំទៅលើទំហំដីនៅទីវាលរហូតដល់500ហិកតាសម្រាប់ការងារនៅនេះគឺគាត់ឲ្យយើងរៀបចំមកស្អាតតែម្ដងទាំងការងារកកាយដីកប់តយោបាទទាំងការងាររៀបចំរាយតយោឲ្យផ្សេងហ្នឹងគឺក្រុមការងារយើងទាំងអស់ហើយជាពិសេសក៏យើងមានដៃគូសហការម៉ូទ័របាទម៉ូទ័រគឺយើងយកមកដាក់នៅទីដែរនៅពេលដែលយើងប្រព័ន្ធទឹកហើយនឹងម៉ូទ័រធ្វើការជាមួយគ្នាអញ្ចឹងគឺវាអត់មានបញ្ហាទេហើយគ្រឿងបង្គុំដែលយើងប្រើប្រាស់នៅទីនេះផងដែរគឺមានច្រើនដោយក្បាលសាចនៅខាងក្រោយខ្ញុំនេះប្រភេទ Mini Sprinkler S2000 បាទជារបស់ក្រុមហ៊ុន Yusak ប្រទេសទូគីហើយនៅក្នុងនេះផងដែរថ្នាលដែលយើងបដោះកូនដំបងនេះគឺយើងភ្ជាប់ជាមួយនឹងឧបករណ៍បឺតជីគាត់អាចដាក់ជីទៅតាមប្រព័ន្ធទឹកហើយស្រោចស្រពទៅលើកូនដូងទូចៗរបស់គាត់នេះពេលដែលដូងបានរយៈពេល3ខែយកដូងពីកន្លែងថ្នាលរបស់យើងនេះយកទៅដាក់នៅខាងក្នុងទីវាលរបស់យើងប្រើក្បាលសាចដែលមានទំហំធំដើម្បីបង្កើនល្បឿនឲ្យស្រោចបានលឿនហើយសម្រាប់តយោមេគឺយើងប្រើប្រាស់ជាប្រភេទតយោ HDPE តយោតាមរងគឺយើង HDPE ដែរប៉ុន្តែតយោដែលបដោះឡើងមកលើពីដីមកដល់ក្បាលសាចយើងខាងលើហ្នឹងគឺយើងប្រើជាប្រភេទតយោ PVC ប្រព័ន្ធវ៉ានគឺយើងប្រើប្រភេទវ៉ាន Butterfly Valve ហើយជាពិសេសគឺយើងភ្ជាប់ជាមួយនឹង Electric Pressure Reducing Valve ភ្ជាប់ជាមួយប្រព័ន្ធរបស់យើងផងដែរហើយគ្រឿងបន្ទាប់បន្សំទៀតមានដូចជាហើយខ្យល់នាឡិកាវាស់សម្ពាធទឹកហើយអាចថាមានគ្រឿងបន្ទាប់បន្សំផ្សេងទៀតចូលរួមដើម្បីយើងអាចរៀបចំប្រព័ន្ធស្រោចស្រពទាំងមូលនេះបានតែម្ដងប្រព័ន្ធស្រោចស្រពដែលយើងរៀបចំនៅនេះក្រោយពីយើងតឡើងហើយម្ចាស់ចំការឬក៏អ្នកប្រើប្រាស់ផ្ទាល់អ្នកគ្រប់គ្រងផ្ទាល់នៅនេះគឺគាត់ទទួលបានអត្ថប្រយោជន៍ច្រើនបើយើងនិយាយទៅពីកម្លាំងពលកម្មតែម្ដងគ្រប់គ្រងយើងត្រូវការតែម្នាក់ទេដើម្បីពិនិត្យមើលបិទបើកវ៉ានទៅតាមពេលវេលាទៅតាមម៉ោងដែលតម្រូវការទឹករបស់ដូងប្រេងហ្នឹងពេលវេលាដែលស្រោចហ្នឹងក៏ស្រោចបានលឿនដែរក្រោយពីយើងតឡើងហ្នឹងគឺយើងនៅតែផ្ដល់ប្រឹក្សាបច្ចេកទេសពិភាក្សារហូតយើងមានបង្កើតជាក្រុម Telegram ឬក៏ក្រុម Messenger មួយនៅពេលដែលគាត់មានបញ្ហាគាត់អាចផ្ដល់ជាព័ត៌មានហើយជាពិសេសគឺយើងមានការធានារយៈពេល1ឆ្នាំពេញទៅលើផលិតផលហើយនិងសេវាកម្មបច្ចេកទេសជូនគាត់